សួស្តីបងប្អូនថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយបងប្អូនអំពីរបៀបយើងបង្កើតក្រុមដើម្បីពេលដែលយើងផុសវីដេអូចូល page ឬចូល Facebook page យើងស្រួលយើង share ដើម្បីឲ្យមានអ្នកមើលច្រើនណាបងប្អូនបាទលើកមកខាតពេលវេលាយូរយើងចូលទៅបង្កើតទាំងអស់គ្នាបាទបងប្អូនតែម្ដងបងប្អូនចូលមកមើលចូលបងប្អូនចុចគ្រូហើយបងប្អូនមានក្រុមបាទនេះក្រុមនេះបាទចឹងបងប្អូននេះមើលសញ្ញាបូកនេះបាទចឹងបងប្អូនមើលខាងក្រោមមានពីរយើងកើតសារបង្ហោះមួយហ្នឹងមែនទេបាទយើងបង្ហោះវីដេអូអីទេនេះយើងបង្កើតក្រុមបានន័យថាក្រុមក្រុមសាធារណៈនេះចុចត្រង់ក្រោមនេះបាទអញ្ចឹងគេឲ្យដាក់ឈ្មោះបាទយើងដាក់ឈ្មោះមកបាទក្រុមMMO ដៃថ្មីណែនាំផងបងប្អូនតោះមកបងប្អូនចុចហើយនេះមកថាដាក់ជ្រើសរើសឯកជនភាពណាបាទអញ្ចឹងយើងកុំយកកន្លែងនេះតែយកកន្លែងនេះបានតែយើងម្នាក់ឯងតែមើលឃើញអញ្ចឹងយើងយកសាធារណៈហ្នឹងមកបាទចុចរួចរាល់មកចុចបាទព្រេះវាហើយយើងចូលមកទៅ Facebook ឆែកមើលតែវាមកបាទចុចក្រុមមកបងប្អូនបាទអញ្ចឹងក្រុមដែលយើងបង្កើតវិញយើងដើម្បីយើងមើលឃើញយើង refresh វាតិចសិនមកអត់ឃើញទេយើងយកម្រាមដៃនេះយើងចុចកន្លែង save នេះមកបាទអញ្ចឹងវាយមកក្រុមនេះបងប្អូនបើវាយក្រុមហ្នឹងមកនេះវាចេញនេះក្រុម MMO ដៃថ្មីជួយណែនាំផងបងប្អូននេះអញ្ចឹងពេលនេះយើងមិនដាក់ប្រវត្តិនេះទៅពេលយើងផុសវីដេអូមកយើងផុសវីដេអូចូល page ចូល Facebook page យើង share ចូលក្រុមសាធារណៈក្រុម Facebook ហ្នឹងហើយគឺមានមនុស្សមើលច្រើនបងប្អូននេះក្រុមសាធារណៈច្រើនហ្នឹងតែមានមិនពាន់មិនអីចឹងច្រើនអាហ្នឹងវាងាយស្រួលបងប្អូនបាទអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងហើយបងប្អូនគាត់ថាមានសារៈសំខាន់សូមបងប្អូនជួយ share និងចុច like comment អ្នកមួយផងណាបងប្អូនណា